Ok, hello យើងបានដាក់ឈ្មោះឲ្យក្បាលដីទាំងអស់នេះរួចរាល់ហើយឥឡូវសូមអ្នកនរគ្នាដាក់ផ្ទៃកាឡាបន្ថែមទៀតឲ្យក្បាលដីលេខ C4 នេះក្បាលដីផ្សេងអត់ចង់បានទេណាគឺយើងដាក់តែក្បាលដីលេខ C4 នឹងទេដែល C4 មានផ្ទៃកាឡាស្មើអញ្ចឹងទៅមែនទេមិនដាក់អញ្ចឹងទេដាក់ទាំងឈ្មោះដាក់ទាំងផ្ទៃកាឡាឲ្យដាក់ឈ្មោះឲ្យបង្ហាញតែផ្ទៃកាឡារបស់ក្បាលដីឈ្មោះ C4 មិនក៏ដាក់ទាំងអស់ធ្វើអញ្ចឹងធ្វើអញ្ចឹងក៏បានក៏ប៉ុន្តែមិនមែនជាវិធីសាស្ត្រលឿនទេឥឡូវសូមមើលខ្ញុំបង្ហាញយើងចូលមក expression បន្ទាប់មកយើងចូលបន្ទាត់នៅក្នុងភាសា CAD ចូលបន្ទាត់ធ្វើម៉េចគឺយើងប្រើ \n ហើយបន្ទាប់មកទៀតយើងចង់បង្ហាញតែក្បាលដីលេខ4នេះត្រូវទេប្រើ function if មួយដើម្បី filter យកតែផ្ទៃក្បាលដីលេខ C4 if function ក្បាលដីលេខ4អីគេ head name ស្មើនឹង C4 តបមក area បានន័យថាបើសិនបើក្បាលដីឈ្មោះលេខ4គឺយើងនឹងបង្ហាញ area ក្រៅពីហ្នឹងអីគេគឺអត់បង្ហាញទេបែបនេះមក present យើងបានជោគជ័យអញ្ចឹងគឺនេះគឺជារបៀបដាក់ផ្ទៃកាឡាហើយអូខេឥឡូវចង់ឲ្យអ្នកនរគ្នាដាក់ម៉ែត្រការ៉េអានេះផ្ទៃកាឡានេះគឺគិតជាម៉ែត្រការ៉េធ្វើម៉េច no ដាក់ក្នុង double quote អូខេ no វាចេញទាំងអស់ឥឡូវធ្វើម៉េចដើម្បីឲ្យចេញតែម៉ែត្រការ៉េជាស្រ័យយើងសរសេរម៉ែត្រទៅទេយ៉ាងម៉ែត្រការ៉េបែបនេះគឺវាចេញអីចេញទាំងអស់អញ្ចឹងធ្វើម៉េចដើម្បីឲ្យចេញតែក្បាលដីលេខ4 40000ម៉ែត្រការ៉េធ្វើម៉េចគឺយើងអត់ដាក់ខាងក្រៅទេបើមិនសិនយើងបូកខាងក្រៅគឺវានឹងបូកទៅទាំងអស់អញ្ចឹងហើយអញ្ចឹងយើងបូកនៅណាបូកឡើងនេះម៉ែត្រការ៉េអូខេជោគជ័យបាទហើយ Yes